ឥណ្ឌានឹងពិចារណាលេងក្រពើនិងពស់នៅតាមព្រំដែនបង់ក្លាដេសប្រទេសឥណ្ឌាពិចារណាប្រឡែងសត្វពស់និងក្រពើនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយបង់ក្លាដេសខណៈដែលទីក្រុងញូដេលីកំពុងព្យាយាមទប់ស្កាត់ការឆ្លងកាត់ដោយគ្មានការអនុញ្ញាតនេះបើតាមការបញ្ជាក់ពីកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាកាលពីថ្ងៃពុធព្រំប្រទល់រវាងឥណ្ឌានិងបង់ក្លាដេសស្ថិតនៅតំបន់សាន់ដាបានដែលជាព្រៃកោងកាងធំបំផុតរបស់ពិភពលោកបង់ក្លាដេសសឹងតែត្រូវបានហ៊ុមព័ទ្ធទាំងស្រុងដោយប្រទេសឥណ្ឌាហើយប្រទេសព្រំប្រទល់ទាំងពីរបានលាតសន្ធឹងប្រវែងជាង 4000 គីឡូម៉ែត្រដែលមួយផ្នែកធំគឺមិនមានរបងខណ្ឌចែកទេបើតាមហ្វ្រាន់24មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាលោកម៉ាណុតប៊ុនណាវ៉លបាននិយាយថាយើងត្រូវតែស្នើសុំឲ្យស្វែងយល់ពីលទ្ធភាពដាក់ពង្រាយសត្វល្មូនដូចជាសត្វពស់ក្រពើនៅតំបន់ងាយលិចទឹកស្ថិតនៅតាមបណ្ដោយព្រំដែនដែលគ្មានរបងលោកថាផែនការដាក់ពង្រាយល្មូននេះត្រូវបានលើកយកមកពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចខែកុម្ភៈជាមួយក្រសួងមហាផ្ទៃទំនាក់ទំនងរវាងឥណ្ឌានិងបង់ក្លាដេសបានធ្លាក់ដុនដាបខ្លាំងបន្ទាប់ពីបដិវត្តន៍កាលពីឆ្នាំ2024នៅរាជធានីដាកាដែលបានបិទបញ្ចប់របបដឹកនាំផ្ដាច់ការរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានរត់គេចភៀសខ្លួនជ្រកកោននៅប្រទេសឥណ្ឌាយោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិមនុស្សរហូតដល់1400នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបង្ក្រាបដោយសាហាវប្រឆាំងទៅនឹងការបោះបោរដឹកនាំដោយក្រុមនិស្សិតខណៈដែលលោកស្រី Hasina បានព្យាយាមកាន់អំណាចបង់ក្លាដេសមិនព្រមលែងចាប់តាំងពីពេលនោះមកឥណ្ឌាបានសាងសង់របងព្រំដែនរាប់រយគីឡូម៉ែត្រហើយថែមទាំងបានចាប់ខ្លួនជនជាតិបង់ក្លាដេសជាច្រើនអ្នកដែលព្យាយាមរត់ឆ្លងដែនក្រោយការដួលរលំរបបដឹកនាំលោកស្រី Hasina